ជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះយើងមកធ្វើពីរបៀបបុកកន្ទុយឲ្យមានរសជាតិឆ្ងាញ់ហឹរស្រក់ទឹកមាត់តែម្ដងបងប្អូនភាសាទៅដឹងតែស្រក់ទឹកមាត់អត់បាត់ទេបងប្អូននេះគឺជាគ្រឿងផ្សំរបស់យើងហើយនឹងអន្លក់របស់យើងមានដូចជាត្រប់ហើយម្រះហើយនឹងតកូនរបស់យើងបន្ទាប់មកទៀតយើងយកអន្លក់របស់យើងទៅលាងទឹកឲ្យស្អាតអញ្ចឹងណាបងប្អូនបន្ទាប់មកទៀតយើងលាងខ្ទឹមសខ្ទឹមក្រហមម្ទេសរបស់យើងលាងឲ្យឆ្អិនទៅបន្ទាប់មកទៀតយើងស្រង់ដាក់ម្លាយហើយក៏យើងចាប់ផ្ដើមបកខ្ទឹមក្រហមខ្ទឹមសដែលយើងបានលាងហើយបងប្អូនយើងបកទាល់តែអស់សម្បកចេញពីខ្ទឹមសនិងខ្ទឹមក្រហមណាបងប្អូនបន្ទាប់មកទៀតយើងយកត្រីឆ្អើរត្រីម្ដែងរបស់យើងនឹងយកទៅលីងនឹងចក្រាននឹងឲ្យស្រួយឲ្យយើងបរិភោគទៅស្រួយឆ្ងាញ់តែម្ដងបងប្អូនលីងឲ្យស្រួយទៅបន្ទាប់មកយើងចាប់ផ្ដើមបកសម្បកត្រីឆ្អើររបស់យើងនឹងចេញយកទៅសាច់ចាបងប្អូនបកទុកម្លាយហើយយើងក៏បន្តទៅកាត់ស្លឹកចេកយើងកាត់ស្លឹកចេកដើម្បីយកស្លឹកចេកដិតសម្រាប់យកទៅដុតប្រហុកណាបងប្អូនចាយើងខ្ចប់វាឲ្យស្អាតចឹងមកយើងដុតនឹងភ្លើងយើងធ្វើដុតយើងដុតបែបនេះដើម្បីឲ្យរបស់យើងឈ្ងុយបងប្អូនមើលទៅវាអត់សូវល្អមើលប៉ុន្តែវាឈ្ងុយវាអត់អីទេបងប្អូនវាអត់មានចូលដីចូលអីទេបងប្អូនបន្ទាប់មកយើងបុកត្រីឆ្អើរឲ្យម៉ត់ទៅបងប្អូនយើងដាក់ខ្ទឹមសខ្ទឹមក្រហមម្ទេសចូលទៅប៊ីចេងនិងស្ករត្នោតចូលចាបងប្អូនបន្ទាប់មកយើងដាក់សណ្តែកដីហើយនឹងប្រហុកចូលតែម្ដងឲ្យចូលជាតិគ្នាបងប្អូននឹងអំពិលទុំបងប្អូនបុកឲ្យចូលជាតិគ្នាល្អហើយមើលទៅយើងភ្លក់សាប់ឬប្រៃហើយកុំភ្លេចលួចអំបិលបន្តិចណាបងប្អូនយើងភ្លក់សាប់ឬប្រៃក៏យើងដួសដាក់ចានទៅយើងអាចបរិភោគបានទេបងប្អូនបងប្អូនស្ដាប់តែសំឡេងខ្ញុំញ៉ាំក៏ដឹងថារសជាតិហឹរឆ្ងាញ់ជាប់មាត់តែម្ដងបងប្អូនកុំភ្លេចជួយចុច like និងជួយចុច subscribe ដល់វីដេអូរបស់នាងខ្ញុំផងថ្ងៃនេះខ្ញុំធ្វើរៀងកាត់លឿនបន្តិចឯងបងប្អូនសូមទោសផងដែលខ្ញុំថតពេលដាក់គ្រឿងអត់បានអស់អញ្ចឹងណាបងប្អូនអរគុណជម្រាបលាកុំភ្លេចជួយចុច like គ្រប់វីដេអូផងណាបងប្អូន